lại làយើង assign the role extension box អញ្ចឹងអ្វីដែលយើង assign គឺអូខេថ្ងៃនេះយើងចង់បង្ហាញតកតងជាមួយនឹងការរបៀបនេះថា configuration តកតងជាមួយនឹង Cisco Gateway Extension វា model របស់វាគឺ G216 ទាំងការ configuration របស់វាគឺផ្លាយពីស៊េរីមុនអ្វីដែលសំខាន់ដំបូងបំផុតយើងត្រូវ set up IP address ទុកជាមួយសិនចឹងនៅក្នុង IP address វាមាន WAN ហើយជាមួយនឹង LAN LAN គឺអ្វីដែលយើងអាច remote ទៅធ្វើក្នុងការ chain configuration monitoring ចំណែកយើង set up WAN នេះដើម្បីយើងភ្ជាប់ជាមួយនឹងIP server system របស់វាដែរដើម្បី control ពេលណាយើង set up នេះបានហើយយើងដូរ username password ទៅហើយការងារបន្ទាប់គឺយើងត្រូវចុចទៅលើ gateway ហើយយើងរឹតទៅលើ VoIP អញ្ចឹងនៅពេលយើងរើស VoIP គឺយើងត្រូវ add IP server របស់វាអញ្ចឹងដំបូងយើងអាច click import ឬក៏យើង click អីចឹងទៅយើង click add យើង click add យើងវាយឈ្មោះវាទៅ zip ត្រាំង to p200 អញ្ចឹងទៅវាយ IP address port អញ្ចឹងទៅបន្ទាប់មកយើងចូលទៅក្នុង admin ដើម្បី verify ដើម្បីទាញយកពួកចូលក្នុងរបស់វាអញ្ចឹងទៅនៅក្នុង system របស់វាក្នុង F1 នៅក្នុង box នេះយើងបន្ទាប់មក submit អញ្ចឹងយើងឧទាហរណ៍ថា FS setup ជា setup គឺជាកន្លែងដែលយើង assign the role extension box អញ្ចឹងអ្វីដែលយើង assign គឺយើង assign របៀបហ្នឹងហើយអ្វីដែលយើង assign គឺអ្វីដែលសំខាន់បំផុតមានកន្លែង3 column ហ្នឹងទី1 extension number ទី2 password ទី3យើងដាក់ដូចគ្នាបើមិនចឹងទេយើងដាក់ឈ្មោះឲ្យផ្សេងទៅឧទាហរណ៍យើងឈ្មោះ operator យើងដាក់ operator ទៅហើយបន្ទាប់មក VoIP វានឹងចាប់ចូល IP address ដែលយើងបាន add ចូលទៅក្នុង VoIP server បន្ទាប់មកយើង submit ចឹងបន្ទាប់ពីយើង submit រួចហើយយើងចុច tick ទៅលើ extension ហ្នឹងដើម្បីយើង activate ទីធម្មតាកន្លែងនេះមាន activate យើងចុច activate ទៅដើម្បីបង្ហាញពាក្យថា register នៅពេលដែលយើងកាន់ register នេះបានហើយយើងមានន័យថាយើងអាច assign នៅលើ port បានជោគជ័យហើយបន្ទាប់មកយើងអាចរកមើលក្នុងការ save បើអត់មាន save តែអីទេអញ្ចឹងយើងគ្រាន់តែចូលធ្វើតែប៉ុណ្្នឹងទេតែអ្នកទៅលើ extension box model របស់វា G226 បន្ទាប់ពីហ្នឹងហើយយើងអាចចូលទៅមើលនៅក្នុង port នៅលើ IP PFH ហ្នឹងជាមួយបែបវាគឺ T200 ហ្នឹងយើងមើល monitoring dashboard ហើយយើងរើសយក extension យើងចង់ដឹងថាតើ extension ដែលយើងបាន register ហ្នឹងវា online អញ្ចឹងយើង register ថ្មីវិញគឺចាប់ពី 801 802 រហូតទៅដល់ 806 អញ្ចឹងយើងឃើញ online អញ្ចឹង online មានន័យថាយើងអាចធ្វើការតេស្តបានអូខេការបង្ហាញមានតែប៉ុណ្្នឹងទេអរគុណបាយបាយ